បងប្អូនទាំងអស់គ្នាម៉ោងរលុយម៉ោងចាយលុយហ្នឹងហើយឥឡូវបងប្អូនឃើញអត់ខ្ញុំបាននេះមកមើលដីគេមកកន្លែងទៀតដែរឥឡូវបានដីមកកន្លែងទៀតដែរខំផ្សាយផ្សំណាពីអ្នកប្រទេសជប៉ុនបានលុយពី Facebook ផង YouTube ផងបានពី sponsor ផងនិយាយទៅគឺផ្សាយផ្សំមកគឺប្រមូលដើម្បីទិញដីហ្នឹងឯងបងប្អូនបាទខ្ញុំឆ្លាញ់ដីខ្ញុំចូលចិត្តទិញដីទុកឥឡូវបានមកកន្លែងទៀតហើយបងប្អូនឃើញនេះដីមកកន្លែងនេះអត់ទាន់បានឈូសឆាយអីទេយើងតែទិញភ្លាមហើយនេះបងប្អូនធំដែរហើយវាមានអាផ្ទះបងប្អូនយើងដែលគាត់ធ្វើអាកន្លែងកញ្ចក់នោះលំហែស្អាតណាបងប្អូនគាត់ចិញ្ចឹមងន់ចិញ្ចឹមទាដាំចេកដាំស្វាយស្អាតណាកន្លែងហ្នឹងហើយខ្ញុំទិញនៅតំបន់នៅភ្នំពេញយើងទេបងប្អូនបាទនៅភ្នំពេញយើងទេហើយមកសំបាននិយាយទៅគឺអើយពិបាកណាស់បងប្អូនផ្សាយផ្សំផងអីផងមកតបាននេះចាំមើលដល់ពេលដែលយើងទិញហើយយើងរៀបចំឈូសឆាយបងប្អូននេះធំដែរហ្នឹងហើយនោះខ្ញុំមានមកកន្លែងទៀតដែលកំពុងតែសំលុយទិញបងប្អូនអាចឃើញក្នុងវីដេអូនេះហើយដែលខ្ញុំបង្ហាញដែលប្រពន្ធខ្ញុំគាត់ធ្វើដៃធ្វើជើងហ្នឹងអាហ្នឹងយើងកំពុងតែមើលហើយកំពុងអានសំផ្សាយផ្សំទិញអាហ្នឹងជាប់ផ្លូវធំហ្មងនោះកន្លែងនោះស្អាតណាស់អញ្ចឹងបងប្អូនណាខ្លះដែលតែងតែគិតដូចខ្ញុំថាបើសិនជាមានលុយហើយយើងរកទិញដីទិញអីទុកទៅគីឡូថាផ្សាយផ្សំលេខការត្រូវការអីយើងមានដីរបស់យើងអញ្ចឹងណាបងប្អូនបាទមកខ្ញុំនាំតឲ្យមើលអាកន្លែងផ្ទះគេកន្លែងនោះស្អាតណាអនាគតពេលយើងហត់នឿយអីទៅសម្រាប់ពីការងារយើងធ្វើផ្ទះកញ្ចក់ដូចគាត់នោះស្អាតណាស់តោះទៅមើលអូខេបងប្អូននោះអានោះដីរបស់ខ្ញុំជាប់មួយដីគាត់ហ្មងហើយដីគាត់ធ្វើផ្ទះមុនដីខ្ញុំហ្មងឃើញអត់នេះគាត់ធ្វើផ្ទះលំហែអញ្ចឹងគឺខ្ញុំចូលចិត្តហ្មងបងប្អូនមើលគេដាំនោះមកជូអីមកអេហ្មងហើយមើលផ្ទះគាត់កញ្ចក់លងលយអត់ឯងឆ្លាញ់អត់ចង់ធ្វើចឹងដែរហើយខាងក្រោយគាត់ចិញ្ចឹមងន់ចិញ្ចឹមអីនិយាយទៅលុយរបស់គាត់មើលការ design ចេញមកគឺរបៀបកញ្ចក់ប៉ុន្តែនៅក្នុងរបៀបស្រុកស្រែអេមថតវីដេអូដាក់ក្នុង YouTube Facebook អីគឺត្រូវតែម្ដងបងប្អូនតែមើលគាត់ដាំគាត់រៀបចំបាទអាចមកថតអីបានអូខេបាទបងបាទនេះកន្លែងនេះគាត់ចិញ្ចឹមមន់ដាក់មើលទៅតំណងណាបងប្អូននោះមើលខាងក្រោយអីគឺស្អាតណាស់ចាំមើលមកនៅដីចិត្តគាត់គឺដឹងតែធ្វើអញ្ចឹងហ្មងអេហ្មងបាទបងបាទចិត្តគ្នាអូខេតោះមកបងប្អូនមកទៅមើលទៀតអញ្ចឹងបានថាម៉ោងរលុយម៉ោងចាយលុយអូខេអស់លុយអាលីងតែម្ដងគ្មានសល់ទេ